សូមស្វាគមន៍ជំរាបសួរនិងសួស្តីមកកាន់បងប្អូនសិស្សានុសិស្សជាទីស្រឡាញ់និងរាប់អានថ្ងៃនេះយើងខ្ញុំសូមជូនរឿងកុលាបបៃលិនដោយសង្ខេបដើម្បីទុកជាជំនួយដល់ការសរសេរតែងសេចក្តីបងប្អូននាពេលខាងមុខនេះរឿងកុលាបបៃលិនប្រភពនៃរឿងគឺកើតឡើងនៅក្នុងប្រទេសកម្ពុជារឿងកុលាបបៃលិនមានប្រភពកំណើតនៅលើផែនដីនៃទីក្រុងបៃលិននាខេត្តបាត់ដំបងដែលស្ថិតនៅក្នុងប្រទេសកម្ពុជារឿងកុលាបបៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំងប្រភេទរឿងនេះគឺជាប្រភេទអក្សរសិល្ប៍ទំនើបបែបប្រឡំលោកមនោសញ្ចេតនាចលនានៃរឿងគឺស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយមអ្នកនិពន្ធនៅរឿងនេះឈ្មោះលោកញ៉ុកថែមកាលកំណត់តែងនិពន្ធគឺនៅឆ្នាំ1936ឬឆ្នាំ1943ប្រធានរឿងកុលាបបៃលិនអ្នកនិពន្ធនិយាយអំពីដំណើរជីវិតរបស់ចៅចិត្រដែលតស៊ូពុះពៀជំនះគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិតជាពិសេសអ្នកនិពន្ធបានបង្ហាញពីការជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯងគឺទ្រឹស្ដីអត្តហិអត្តនោនាថោមូលបញ្ហារឿងបញ្ហាទី1គឺជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្របញ្ហាទី2គឺជីវិតជាកម្មករត្បូងនៅផ្ទះលោកលួងរតនសម្បត្តិបញ្ហាទី3គឺទំនាក់ទំនងស្នេហារវាងចៅចិត្រនិងនាងខុននារីបញ្ហាទី4គឺជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួសារលោកលួងរតនសម្បត្តិបញ្ហាទី5គឺភាពជោគជ័យរបស់ចៅចិត្រនៅទីបញ្ចប់សង្ខេបរឿងកុលាបបៃលិននៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាជើមដែលជាឪពុកចៅចិត្រនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសិរីពង្សសិរីពង្សកំពុងតែដេកស្ដុកស្ដឹងនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងប្រែងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយបានឡើយមុននឹងស្លាប់ទៅគាត់បានផ្ដាយផ្ដាំចៅចិត្រនៅគាថាមួយបទថាអត្តាហិអត្តនោនាថោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅបៃលិននៅផ្ទះលោកលួងរតនសម្បត្តិដែលជាឪពុកមីរបស់លោកបានសម្បត្តិពីត្រកូលបានសម្បត្តិពីលោកគ្រូពេទ្យស្អាតហើយចៅចិត្រក៏ធ្វើដំណើរទៅបៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយនឹងធ្វើការជាកម្មករត្បូងតាំងពីពេលនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានជ្រៀលច្រអូសឬទម្រាន់ឡើយជាហេតុបណ្ដាលឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏បានពេញចិត្តស្រឡាញ់រាប់អានចៅចិត្រគ្រប់គ្នាយប់មួយចៅចិត្រច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងចម្រៀងធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តនៅក្នុងសួនឮទ្រាំពីរោះមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រខុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្ដោះផ្ដងផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូងគេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុកតាសុនជាអ្នកបើកបររថយន្តកាលបើឃើញចៅចិត្រចេះបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈលោករួងរតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុនក្នុងការដែលស្ម័គ្រជូនដំណើរចវាយទៅដល់ស្រុកសង្កែចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្រក៏ត្រឡប់មកទទួលលោកលួងរតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅបៃលិនវិញ
តែអកុសលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីគ្នាខ្លះរវាងចៅចិត្រនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្រនិងចៅវាយក្រមុំនេះនិយាយផ្ដោះផ្ដងគ្នារហូតយល់ចិត្តថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចៅមួយក្រុមចេញមកប្លន់ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចៅដោយអង្អាចបណ្ដាលឲ្យពួកចៅត្រូវរបួសជាច្រើនអ្នកចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកលួងរតនសម្បត្តិដោយការខិតខំប្រឹងប្រែងព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីខុននារីចៅចិត្រក៏បានជាសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិត្រនិងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មឹងឆ្មៃរបស់ខុននារីក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រលោកលួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងម្ដងវិញគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំថៅកែផាន់ចូលមកផ្ទះលោកលួងរតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូងជាមួយចៅចិត្រទុកឲ្យខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងខុននារីរំលោភចៅចិត្រមកទាន់វាយលោកបាឡាត់ដួលលោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់និងថៅកែផាន់តែបានព្រមានឲ្យឈប់មកជន់ទីនេះទៀតក្នុងរាត្រីនោះវេលាដែលចៅចិត្រកំពុងបណ្ដែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចោរចូលមកប្លន់ផ្ទះលោកលួងរតនសម្បត្តិក្រុមកម្មករតស៊ូនៅខាងក្រោមឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសន្លប់ចោរនេះបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកនាងខុននារីក៏ត្រូវចៅចិត្រសម្លាប់បានទៀតគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើខុននារីលោកលួងរតនសម្បត្តិក៏រៀបចំសំគុំចៅចិត្រនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខក្សែមខ្សាន្តកើតជាកូនពូនជាចៅតរៀងទៅបាទសង្ឃឹមថាអត្ថបទសង្ខេបនេះនឹងជួយជាប្រយោជន៍ខ្លះដល់បងប្អូនសិស្សានុសិស្សកំពុងសិក្សានិងសរសេរសំណេរតែសេចក្តីបើគិតថាមានប្រយោជន៍ក៏សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីទៀតបាទសូមអរគុណសូមជម្រាបលាសូមស្វាគមន៍ជម្រាបសួរនិងសួស្តីមកកាន់បងប្អូនសិស្សានុសិស្សជាទីស្រឡាញ់និងរាប់អានថ្ងៃនេះយើងខ្ញុំសូមជូនរឿងកុលាបបៃលិនដោយសង្ខេបដើម្បីទុកជាជំនួយដល់ការសរសេរតែងសេចក្តីបងប្អូននាពេលខាងមុខនេះរឿងកុលាបបៃលិនប្រភពនៃរឿងគឺកើតឡើងនៅក្នុងប្រទេសកម្ពុជារឿងកុលាបបៃលិនមានប្រភពកំណើតនៅលើផែនដីនៃទីក្រុងបៃលិននាខេត្តបាត់ដំបងដែលស្ថិតនៅក្នុងប្រទេសកម្ពុជារឿងកុលាបបៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំងប្រភេទរឿងនេះគឺជាប្រភេទអក្សរសិល្ប៍ទំនើបបែបប្រឡំលោកមនោសញ្ចេតនាចលនានៃរឿងគឺស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយមអ្នកនិពន្ធនៅរឿងនេះឈ្មោះលោកញ៉ុកថែមកាលកំណត់តែងនិពន្ធគឺនៅឆ្នាំ1936
ឬឆ្នាំ1943ប្រធានរឿងកុលាបបៃលិននៃនិពន្ធនិយាយអំពីដំណើរជីវិតរបស់ចៅចិត្រដែលតស៊ូពុះពៀជំនះគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិតជាពិសេសនៃនិពន្ធបានបង្ហាញពីការជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯងគឺទ្រឹស្ដីអត្តហិអត្តនោនាថោមូលបញ្ហារឿងបញ្ហាទី1គឺជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្របញ្ហាទី2គឺជីវិតជាកម្មករត្បូងនៅផ្ទះលោកលួងរតនសម្បត្តិបញ្ហាទី3គឺទំនាក់ទំនងស្នេហារវាងចៅចិត្រនិងនាងខុននារីបញ្ហាទី4គឺជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួសារលោកលួងរតនសម្បត្តិបញ្ហាទី5គឺភាពជោគជ័យរបស់ចៅចិត្រនៅទីបញ្ចប់សង្ខេបរឿងកុលាបបៃលិននៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាជើមដែលជាឪពុកចៅចិត្រនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសិរីពង្សក្នុងសិរីពង្សកំពុងតែដេកស្ដុកស្ដឹងនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងប្រែងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយបានឡើយមុននឹងស្លាប់ទៅគាត់បានផ្ដាយផ្ដាំចៅចិត្រនៅគាថាមួយបទថាអត្តាហិអត្តនោនាថោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅបៃលិននៅផ្ទះលោកលួងរតនសម្បត្តិដែលជាឪពុកមីរបស់លោកបានសម្បត្តិពីត្រកូលបានសម្បត្តិពីលោកគ្រូពេទ្យស្អាតហើយចៅចិត្រក៏ធ្វើដំណើរទៅបៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយនឹងធ្វើការជាកម្មករត្បូងតាំងពីពេលនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូសឬទម្រាន់ឡើយជាហេតុបណ្ដាលឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏បានពេញចិត្តស្រឡាញ់រាប់អានចៅចិត្រគ្រប់គ្នាយប់មួយចៅចិត្រច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងចម្រៀងធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តនៅក្នុងសួនឮទ្រាំពីរោះមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រខុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្ដោះផ្ដងផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូងគេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុកតាសុនជាអ្នកបើកបររថយន្តកាលបើឃើញចៅចិត្រចេះបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈលោករួងរតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុនក្នុងការដែលស្ម័គ្រជូនដំណើរចវាយទៅដល់ស្រុកសង្កែចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្រក៏ត្រឡប់មកទទួលលោកលួងរតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅបៃលិនវិញតែអកុសលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីគ្នាខ្លះរវាងចៅចិត្រនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្រនិងចៅវាយក្រមុំនេះនិយាយផ្ដោះផ្ដងគ្នារហូតយល់ចិត្តថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចៅមួយក្រុមចេញមកប្លន់ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចៅដោយអង្អាចបណ្ដាលឲ្យពួកចៅត្រូវរបួសជាច្រើនអ្នកចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកលួងរតនសម្បត្តិដោយការខិតខំប្រឹងប្រែងព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីខុននារីចៅចិត្រក៏បានជាសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិត្រនិងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មឹងឆ្មៃរបស់ខុននារី
ក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រលោកលួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងម្ដងវិញគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំថៅកែផាន់ចូលមកផ្ទះលោកលួងរតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូងជាមួយចៅចិត្រទុកឲ្យខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងខុននារីរំលោភចៅចិត្រមកទាន់វាយលោកបាឡាត់ដួលលោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់និងថៅកែផាន់តែបានព្រមានឲ្យឈប់មកជន់ទីនេះទៀតក្នុងរាត្រីនោះវេលាដែលចៅចិត្រកំពុងបណ្ដែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចោរចូលមកប្លន់ផ្ទះលោកលួងរតនសម្បត្តិក្រុមកម្មករតស៊ូនៅខាងក្រោមឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសន្លប់ចោរនេះបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកនាងខុននារីក៏ត្រូវចៅចិត្រសម្លាប់បានទៀតគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើខុននារីលោកលួងរតនសម្បត្តិក៏រៀបចំសំគុំចៅចិត្រនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខក្សែមក្សាន្តកើតជាកូនពូនជាចៅតរៀងទៅបាទសង្ឃឹមថាអត្ថបទសង្ខេបនេះនឹងជួយជាប្រយោជន៍ខ្លះៗដល់បងប្អូនសិស្សានុសិស្សកំពុងសិក្សានិងសរសេរសំណេរតែងសេចក្តីបើគិតថាមានប្រយោជន៍ក៏សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទសូមអរគុណសូមជម្រាបលា